តែអ្នកដឹងទេថាការអនុញ្ញាតឲ្យកុមារលេងនៅក្នុងដីពិតប្រាកដអាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់ពួកគេក្នុងរយៈពេលតិចជាមួយខែវាស្ដាប់ទៅស្ទើរតែសាមញ្ញពេកប៉ុន្តែអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានសាកល្បងវាយ៉ាងពិតប្រាកដពួកគេបានយកទីធ្លាថែទាំកុមារនៅក្នុងទីក្រុងដែលធ្វើពីគ្រោះនិងផ្លូវកៅស៊ូហើយបានដាំវាឡើងវិញដោយបន្ថែមកម្រាលព្រៃឈើមានជីវិតស្លែដីផ្លែ blueberry និងសូម្បីតែដើម hotter ហើយបន្ទាប់ពីរយៈពេល28ថ្ងៃមានរឿងគួរឲ្យកត់សម្គាល់មួយបានកើតឡើងកុមារដែលលេងនៅក្នុងកន្លែងទាំងនោះបានអភិវឌ្ឍស្បែករបស់ពួកគេនិងមីក្រូជីវសាស្ត្ររបស់ពោះវៀនដែលមានភាពចម្រុះជាងមុនហើយនោះគឺជារឿងសំខាន់ពីព្រោះភាពចម្រុះនៃមីក្រូជីវសាស្ត្រជួយបណ្ដុះបណ្ដាលប្រព័ន្ធភាពស៊ាំប៉ុន្តែនេះជាចំណុចរបត់មួយការធ្វើតែជាមិនបង្ហាញច្រើនជាងការផ្លាស់ប្ដូរអតិសុខុមាប្រាណកុមារក៏មានកម្រិតខ្ពស់នៃកោសិកាតេនិយតកម្មដែលជាកោសិកាភាពសំខាន់ដែលភ្ជាប់ទៅនឹងតុល្យភាពនិងហានិភ័យទាបនៃប្រតិកម្មហួសហេតុដូចជាអាឡែស៊ីនិងជំងឺអូតូអ៊ុយមីនហើយសូម្បីតែបាក់តេរីពោះវៀនរបស់ពួកគេក៏ចាប់ផ្ដើមស្រដៀងនឹងកុមារដែលចំណាយពេលនៅក្នុងព្រៃពិតប្រាកដជារៀងរាល់ថ្ងៃដែរហើយនេះក៏ជាការគាំទ្រមួយអ្វីដែលអ្នកវិទ្យាសាស្ត្រហៅថាសមត្ថកម្មជីវៈចម្រុះដែលជាគំនិតដែលថាបរិស្ថានទំនើបគ្មានមេរោគអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំមិនត្រូវបានបណ្ដុះបណ្ដាលគ្រប់គ្រាន់ស្ទើរតែគ្មានការអប់រំខណៈពេលដែលការប៉ះជាមួយអតិសុខុមាប្រាណធម្មជាតិចម្រុះបង្រៀនរាងកាយអំពីអ្វីដែលគ្មានគ្រោះថ្នាក់និងអ្វីដែលជាការគំរាមកំហែងហើយជាមូលហេតុដែលអ្នកស្រាវជ្រាវហៅកន្លែងទាំងនេះថាជាកន្លែងហាត់ប្រាណអតិសុខុមាប្រាណដែលជាកន្លែងភាពសាមញ្ញវត្តរៀននិងក្រិតតាមຂະຫນាតក្រុមហ៊ុនរបស់ Tech មានលក់កុំព្យូទ័រ laptop mini PC និងគ្រឿងសង្ហារិមជាច្រើនផ្សេងទៀតបើសិនជាបងប្អូនត្រូវការសូមទៅណែនាំតាមវីដេអូខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនា